ធ្វើបនលេខសัตว์នេះគឺវាជាខុសគោលការណ៍របស់ព្រះសម្មាសម្ពុទ្ធហើយអញ្ចឹងបើសិនជាយើងចង់ធ្វើបនបានល្អគឺយើងត្រូវធ្វើបនដោយមេត្តាមានមេត្តាមានករុណាមុទិតាឧបេក្ខាជាដើមបើមានគុណវិបត្តិនឹងច្រើនគុណវិបត្តិទី1ចំពោះសុខកម្មលភាពរបស់សត្វនិងមនុស្សបើចំពោះសុខកម្មលភាពមានហានិភ័យចំពោះសុខកម្មលភាពរបស់មនុស្សពីព្រោះសត្វយើងដឹងហើយថាប្រភេទសត្វច្រើនសត្វជាទូទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រគេរកឃើញមានមេរោគម្យ៉ាងយើងហៅថាជំងឺសូនូសណានៅអាចឆ្លងពីសត្វមកមនុស្សពីមនុស្សទៅសត្វអញ្ចឹងវាបង្កឲ្យមានជំងឺឆ្លងទៅមកទៅវិញផងដែរហ្នឹងជាហានិភ័យមួយសម្រាប់អ្នកដែលជួយចាត់ទិញសត្វលេងមួយទៀតហើយតេតងទៅនឹងសុខកម្មភាពរបស់សត្វកាលណាដែលយើងទិញសត្វលេងវាអាចជួយជាទង្វើមួយដែលយើងជួយជំរុញឲ្យដល់មានការទាក់ចាប់សត្វពីព្រៃមកលក់ការធ្វើបុណ្យលេងសត្វដែលជាបែបបទប្រពៃណីខ្មែរយើងមួយដែលជាឥឡូវនេះកំពុងពេញនិយមតាមរយៈការធ្វើបុណ្យលេងសត្វនេះយើងមើលតាមរូបភាពហាក់បីជាល្អប្រសើរក្នុងការធ្វើបុណ្យលេងសត្វទៅតាមបែបទស្សនៈរបស់ប្រជាជនខ្មែរយើងកន្លងទៅនេះក៏ប៉ុន្តែបើសិនយើងសិក្សាស៊ីជម្រៅពាក់ព័ន្ធអំពីការធ្វើបុណ្យលេងសត្វនេះយើងអត់បានគិតគូរអំពីសុខុមាលភាពរបស់សត្វនៅពេលដែលសត្វចាប់ផ្ដើមចាប់ពីព្រៃមកនៅក្នុងក្រុងក្តីនៅក្នុងភូមិក្តីចឹងសត្វទី1បាត់បង់ភាពកក់ក្ដៅមានន័យបាត់បង់ផ្ទះសម្បែងហើយទី2ផលប៉ះពាល់នៃការយកសត្វពីព្រៃមកគឺអាចបង្ករបួសស្នាមដល់សត្វមានថាបង្កការឈឺចាប់ដល់សត្វអញ្ចឹងយើងត្រូវយល់ដឹងអំពីពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាព្រះអង្គមិនបានលើកទឹកចិត្តឲ្យពុទ្ធបរិស័ទហ្នឹងសម្រាប់សត្វដើម្បីធ្វើបុណ្យទេហ្នឹងហើយនេះវាពាក់ព័ន្ធជាមួយនឹងសាសនាព្រាហ្មណ៍កាលពីព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ធរមាននៅឡើយគឺមានពួកព្រានដែលយកសត្វជាច្រើនក្បាលរាប់ពាន់ក្បាលហ្នឹងដើម្បីធ្វើបុណ្យហៅថាឲ្យទៅឋានសួគ៌ក៏ប៉ុន្តែបើយើងយល់ពីពុទ្ធសាសនាគេហៅថាពុទ្ធសាសនាមិនបានបង្រៀនឲ្យមនុស្សទិញសត្វទៅធ្វើជាបុណ្យទេហ្នឹងហើយនេះវាពាក់ព័ន្ធជាមួយនឹងជីវិតរបស់សត្វឲ្យជីវិតរបស់សត្វនិងជីវិតរបស់មនុស្សក៏មានជីវិតសត្វក៏វាត្រូវការរស់រានមានក្រុមគ្រួសារដូចយើងដូចគេនឹងដែរណាកាលណាដែលយើងសម្លាប់ប្រៀបដូចជាយើងបាត់បង្រិតបង្រាស់គេអាហ្នឹងបាបកម្មកាន់តែធ្ងន់យកមកលេងអញ្ចឹងក្នុងការដែលយើងទិញសត្វយកមកលេងអញ្ចឹងហានិភ័យចំពោះសត្វណាមានគ្រោះថ្នាក់ចំពោះសត្វហ្នឹងគឺមានច្រើនមែនទែនមានតាំងពីការចាប់ទាកមកវាមានរបួសមួយសាហើយចាប់មកដល់ដាក់ក្នុងទ្រុងហ្នឹងមានការដាក់ហ្នឹងអត់មានលក្ខណៈត្រឹមត្រូវទៀតហើយមានការដាក់ច្រើនសត្វហើយវាមានការរើបំរាស់ភ័យខ្លាចមានការរបួសមានការឆ្លងជំងឺពិសាឧដសត្វមួយអញ្ចឹងទៅអញ្ចឹងហ្នឹងខណៈពេលមួយដែលសត្វហ្នឹងមានហានិភ័យចុះតម្រុំនឹងបានយើងយកមកលេងហើយយើងលេងខុសទីជម្រកទៀតពេលខ្លះយើងចាប់យកមកពីព្រៃយើងយកមកលេងនៅក្នុងទីក្រុងនៅក្នុងទីប្រជុំជនវាមិនអាចរកចំណីអាហារមកចិញ្ចឹមខ្លួនវានឹងបានដូចនៅក្នុងទីជម្រករបស់វាដោយធម្មជាតិហ្នឹងទេអញ្ចឹងហ្នឹងទី1ដែលមានការគ្រោះថ្នាក់ដល់ជីវិតសត្វមួយទៀតសត្វនឹងមានជំងឺវាអាចឆ្លងមកដល់ខ្លួនមនុស្សផងទៀតហើយនឹងសហគមន៍របស់យើងដែលយើងរស់នៅជាមួយបរិស្ថានជំនាញរបស់យើងនឹងឯងយើងសង្កេតមើលថាកម្មវិធីធំឬក៏ទីកន្លែងដែលផ្សេងដែលតាក់ទងទៅនឹងការមានការចាប់សត្វឬក៏លក់ជួញដូរសត្វជាដើមដូចទីតាំងធំដែលយើងធ្លាប់ឃើញជាប្រចាំគឺនៅមុខបរមរាជវាំងនៅព្រះអង្គដងការនោះហ្នឹងហើយមួយទៀត
ដូចនៅស៊ីមរៀបផ្ទាល់តែម្ដងក៏មានកន្លែងលក់ដែរនៅរាជដំណាក់ វាបញ្ហាកត្តាសំខាន់គឺកាលណាដែលយើងបលែងសัตว์វាធ្វើបន់បលែងសัตว์បានយើងលើកទឹកចិត្តដល់ជួនដែលសម្រាប់សัตว์នោះកាន់តែធ្ងន់ធ្ងរកាន់តែហ្នឹងឯងកាន់តែធ្ងន់ធ្ងរកាន់តែពីមួយទៅមួយគឺថាធ្វើមានគេទិញសัตว์ដើម្បីយកទៅធ្វើបន់អញ្ចឹងគឺលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឲ្យគាត់ខិតខំប្រឹងប្រែងដើម្បីចាប់សัตว์ហ្នឹងយកមកដើម្បីធ្វើបន់ដូចគេដូចឯងអញ្ចឹងគឺវាកត្តាមួយដែលវាធ្វើឲ្យពាក់ព័ន្ធជាមួយនឹងអាយុជីវិតណាអាយុជីវិតរបស់សัตว์ហើយអាយុជីវិតរបស់ជាតិទាំងមូលក៏ដូចជាអាយុជីវិតរបស់សัตว์កម្រនីមួយៗនៅក្នុងកម្ពុជាយើងទាំងមូលនេះសិល5នៅសិលទី1ដែលនិយាយថាបាណាតិបាតាការវេចាកនៅការសម្លាប់សត្វមានន័យថាការវេចាកនេះមិនត្រូវគិតប៉ះពាល់សត្វដទៃឬក៏ធ្វើឲ្យសត្វភ័យដោយប្រការណាមួយឡើយ បែរមកជួយណាគូបែរមកជួយតាមរយៈអង្គការអភិរក្សសត្វឬក៏សហគមន៍ផ្សេងៗដែលយើងកំពុងតែអភិរក្សជីវៈចម្រុះដោយមានសត្វបរិស័ទអីជាដើមហ្នឹងថាហ្នឹងវាជាវិធីសាស្ត្រមួយដែលល្អយើងកាត់បន្ថយនៃការចាប់ទាក់សត្វហើយយើងបានជួយបង្កើននៅជីវិតសត្វអញ្ចឹងវាអាចជួយកាត់បន្ថយជួយបង្កើននៅជីវិតសត្វដែលជិតផុតពូជនោះឲ្យមានការលូតលាស់មានជីវិតហើយមានពូជអម្បូរហ្នឹងកាន់តែច្រើននៅក្នុងប្រជាជាតិកម្ពុជាយើងតែម្ដងពីព្រោះសប្តាហ៍ថ្ងៃរដ្ឋាភិបាលយើងបានចែងនៅច្បាប់ដូចជាអនុក្រឹត្យផ្សេងៗទាក់ទងទៅនឹងការអភិរក្សជីវៈចម្រុះในខាងបរិស្ថានក្នុងការសម្លាប់សត្វផ្សេងហ្នឹងពីព្រោះប្រទេសកម្ពុជាយើងវាស្ថិតនៅក្នុងទីជម្រកមួយដែលហានិភ័យទៅថ្ងៃអនាគតអញ្ចឹងក៏សូមអោយញាតិញោមនៅគ្នាកាត់បន្ថយនៅការរកទន្ទ្រានព្រៃជម្រកសត្វក៏ដូចជាព្រៃឈើវាបាត់បង់អស់ហើយដូច្នេះយើងត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាដើម្បីឲ្យប្រទេសយើងមានពណ៌បៃតងថាទេសភាពពណ៌បៃតងទីនៅតាមភ្នំក៏ដោយតាមសហគមន៍ក៏ដោយគឺត្រូវតែមានពណ៌បៃតងចនិចហ្នឹងហើយយើងចេះស្រឡាញ់បរិស្ថានស្រឡាញ់ជីវិតយើងឲ្យដូចស្រឡាញ់បរិស្ថានដូចគ្នាអញ្ចឹងគឺសូមចូលរួមប៉ុណ្ណេះចោះគ្រូដូច្នោះការធ្វើបន់លេងសត្វនេះតាមទស្សនៈរបស់ខ្ញុំប្រកាសអាត្មាភាពយល់ឃើញថាប្រជាជនខ្មែរយើងគួរល្មមយល់ដឹងអំពីការធ្វើបន់លេងសត្វនេះមានន័យថាយើងគួរបញ្ឈប់ការធ្វើបន់លេងសត្វនេះមិនបានបន់ទេប្រកាសណាញាតិញោមត្រូវយល់ថាម៉េចដូចខ្ញុំបានលើកខាងដើមថានៅពេលយើងចាប់សត្វពីព្រៃមកអត់ដឹងថាសត្វនោះជាឪពុកម្ដាយរបស់សត្វដទៃទៅទេអាចមានកូនមានបងប្អូនរបស់សត្វសួរថាយើងកំពុងបំបែកបាក់គេទេច្បាស់ណាស់បំបែកបាក់គេដូច្នោះបន់នេះមិនអាចខ្លាចជាបន់ល្អសម្រាប់ប្រកាសណាញាតិញោមទេដូច្នោះហើយពីនេះតទៅប្រកាសណាញាតិញោមគួរតែបញ្ឈប់ការចាប់ចងសត្វដទៃដើម្បីធ្វើបន់ទៅពីព្រោះថាមិនជាបន់ដើម្បីកើតជាកុសលទេអានឹងបង្កើតជាអកុសលសម្រាប់ខ្លួនឯងផងហើយនឹងសត្វដទៃផងដែរដូច្នោះខ្ញុំកណ្ដាលភាពឃើញថាការលេងសត្វនេះបង្កគ្រោះមហន្តរាយខ្លាំងណាស់ទី1ប៉ះពាល់ដល់សត្វផ្ទាល់ទី2ប៉ះពាល់ដល់សុខុមាលភាពរបស់សត្វហើយនិងសុខុមាលភាពរបស់មនុស្សយើងហេតុអីពីព្រោះសត្វមកពីព្រៃយើងមិនដឹងថាសត្វហ្នឹងវាមានបាក់តេរីឬក៏មានមេរោគណាមួយឡើយអញ្ចឹងសូមប្រកាសណាញាតិញោមទាំងអស់ទាំងឡាយនៅក្នុងប្រទេសកម្ពុជាក្តីនៅក្នុងសកលលោកនេះក្តីសូមបញ្ឈប់ជាបន្ទាន់លើការធ្វើបន់លេងសត្វនេះមិនបានជាកុសលទេអញ្ចឹងមិនត្រឹមតែប៉ះពាល់ខ្លួនសត្វទេគឺប៉ះពាល់ដល់ខ្លួនយើងផងដែរអញ្ចឹងសូមបញ្ឈប់ហើយរក្សានៅសិលទាំងអស់គ្នាសូមរក្សានៅសិលទី1ដែលព្រះសម្មាសម្ពុទ្ធព្រានផ្ដៅគឺបាណាតិបាតាទាំងអស់គ្នាសូមអរគុណនិងសូមអរគុណ